ខ្សែរាជវង្សទី6គឺជាខ្សែរាជវង្សចិនដែលបានគ្រប់គ្រងប្រទេសចិនក្នុងឆ្នាំ256ដល់ឆ្នាំ420នៃគ្រិស្តសករាជនឹងត្រូវបានបែងចែកជាពីរសម័យកាលគឺចិនខាងលិចដែលរាប់ចាប់ពីឆ្នាំ265ដល់ឆ្នាំ317នៃគ្រិស្តសករាជនិងចិនខាងកើតរាប់ពីឆ្នាំ317រហូតដល់ឆ្នាំ420នៃគ្រិស្តសករាជរាជវង្សនេះត្រូវបានបង្កើតឡើងដោយគ្រួសារស៊ីម៉ាយ៉ានចំនួនដែលស្ដេចសោយរាជក្នុងរាជវង្សនេះមាន17អង្គគឺអធិរាជទី1ឈ្មោះស៊ីម៉ាយ៉ានទី2ឈ្មោះស៊ីម៉ាអ៊ុងទី3ឈ្មោះស៊ីម៉ាជីនិងទី4ឈ្មោះស៊ីម៉ាយីដែលសោយរាជនៅចិនខាងលិចចំណែកឯ13អង្គផ្សេងទៀតសោយរាជនៅចិនខាងកើតអធិរាជមូគឺជាស្ដេចចុងក្រោយនៃខ្សែរាជវង្សនេះបន្ទាប់ពីការដួលរលំនៃរាជវង្សចិនការបែងចែកអំណាចនិងការគ្រប់គ្រងនៃខ្សែរាជវង្សជាច្រើនបានកើតឡើងដូចជានៅភាគខាងត្បូងមានជីងនិងនៅភាគខាងត្បូងមានរាជវង្សលាវរាជវង្សសុងរាជវង្សឈីខាងត្បូងរាជវង្សលីងនិងរាជវង្សឆេងដែលបានបង្កើតនៅនគរទាំង16ក្រោយមកបានបំបែកទៅជារាជវង្សវៃខាងកើតនិងខាងលិចហើយបានคล้ายទៅជារាជវង្សឈីខាងជើងនិងជោខាងជើងទីបំផុតរាជវង្សស៊ួយបានបង្រួបបង្រួមប្រទេសចិនឡើងវិញដោយសច្ច័យរាជវង្សទាំងនោះគឺរាជវង្សឆេងក្នុងឆ្នាំ581នៃគ្រិស្តសករាជទី7រាជវង្សស៊ួយរាជវង្សស៊ួយគឺជារាជវង្សដែលបានកកើតឡើងនិងបានគ្រប់គ្រងទឹកដីប្រទេសចិនទាំងអស់ក្នុងឆ្នាំ581រហូតដល់ឆ្នាំ618នៃគ្រិស្តសករាជគឺគេបានបង្កើតឡើងនិងដឹកនាំដោយអធិរាជឈ្មោះវិនឌីថ្មីបិទតែរាជវង្សនេះមានអាយុកាលត្រឹមតែ37ឆ្នាំប៉ុន្តែព្រះចៅអធិរាជវិនឌីបានអនុវត្តនូវកំណែទម្រង់សំខាន់ៗដូចជាការបង្កើតប្រព័ន្ធសេវាស៊ីវិលដែលមានមូលដ្ឋានលើគុណសម្បត្តិនិងការបង្កើតប្រឡាយធំៗដើម្បីភ្ជាប់ទន្លេលឿននិងទន្លេយ៉ាងសេក្នុងរាជការរបស់ទ្រង់ត្រូវបានគេស្គាល់ថាគឺមានភាពរុងរឿងអ្នកស្នងតំណែងបន្ទាប់របស់ព្រះអង្គគឺព្រះចៅអធិរាជយ៉ាងឌីទ្រង់ឡើងសោយរាជគឺទ្រង់បានចាប់ផ្ដើមនៅអនុវត្តនូវយុទ្ធនាការជាច្រើននិងមានភាពខ្ពស់ដែលជាហេតុនាំឲ្យមានការយកពន្ធខ្ពស់ដែលមានការមិនពេញចិត្តរបស់ប្រជាជនរហូតដល់មានការបះបោរនិងផ្ដួលរំលំខ្សែរាជវង្សស៊ួយនៅឆ្នាំ618នៃគ្រិស្តសករាជទី8គឺខ្សែរាជវង្សថាងខ្សែរាជវង្សថាងគឺបានកកើតឡើងក្នុងឆ្នាំ618រហូតដល់ឆ្នាំ907នៃគ្រិស្តសករាជស្ដេចដែលជាព្រះចៅអធិរាជដំបូងព្រះនាមកៅស៊ូឈ្មោះដើមលីយៀនដែលខ្សែរាជវង្សនេះគឺមានអាយុកាលជាង289ឆ្នាំហើយក៏ចាត់ទុកថាគឺជាសម័យកាលយុគមាសផងដែរនៃប្រវត្តិសាស្ត្រចិនដែលត្រូវបានគេធ្វើឡើងដោយសម្គាល់ទៅលើភាពរុងរឿងវប្បធម៌សកលការរីកចម្រើនផ្នែកសិល្បៈអក្សរសាស្ត្របច្ចេកវិទ្យាក្នុងនោះព្រះចៅអធិរាជតៃសុងឬគេស្គាល់ថាគឺជាសម័យកាលជេងគួនដែលត្រូវជាបុត្ររបស់អធិរាជកៅស៊ូទ្រង់ក៏បានធ្វើរាជធានីឆាងអានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងវប្បធម៌អន្តរជាតិនិងបិទឆ្នៃនៅវត្ថុផ្សេងៗដែលបោះពុម្ពចេញពីឈើផងដែរតាមរយៈការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពសមត្ថភាពយោធានិងភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ទ្រង់បានធ្វើឲ្យរាជវង្សថាងទទួលបានរហស្សនាមថាគឺជាទីក្រុងរ៉ូមនៃបូព៌ាទ្រង់បានពង្រីកទឹកដីនៃចក្រភពដើម្បីគ្របដណ្ដប់ទៅលើតំបន់យ៉ាងច្រើនដែលធ្លាប់កាន់កាប់ដោយរាជវង្សហាននិងផ្នែកខ្លះនៃអាស៊ីកណ្ដាលតាមបណ្ដោយផ្លូវសូត្រអធិរាជតៃសុងត្រូវបានគេសរសើរថាជាអ្នកគ្រប់គ្រងដ៏មានគុណធម៌ដែលត្រូវបានស្គាល់ដោយសារបើកចំហចំពោះការរិះគន់ទៅលើទ្រង់ការជ្រើសរើសទីប្រឹក្សាដែលមានសមត្ថភាពពិតប្រាកដព្រះចៅអធិរាជចុងក្រោយនៃរាជវង្សថាងគឺព្រះចៅអធិរាជអៃឬលីជូរាជវង្សថាងចាប់ដើមចុះខ្សោយបន្តិចម្ដងដោយចំនួនផ្ទៃក្នុងអំណាចបានធ្លាក់ទៅក្នុងដៃយោធារួមទាំងការបះបោរគ្រប់ទីកន្លែងទីបំផុតរាជវង្សថាងក៏ដើរដល់ទីបញ្ចប់នៅក្នុងឆ្នាំ907នៃគ្រិស្តសករាជមេតបជូវិនក៏បានសោយរាជបន្តដោយបង្កើតនៅខ្សែរាជវង្សលៀងហើយក៏ជាសម័យកាលដែលចិនចាប់មានខ្សែរាជវង្ស5និងនគរ10ដ៏ច្របូកច្របល់នៅក្នុងប្រវត្តិសាស្ត្រសាជាថ្មីទី9រាជវង្សសុងរាជវង្សសុងបានគ្រប់គ្រងប្រទេសចិនតាំងពីឆ្នាំ960ដល់ឆ្នាំ1279នៃគ្រិស្តសករាជគឺបន្ទាប់ពីបង្រួបបង្រួមទឹកដីចិនបានមកវិញបានរីកចម្រើនផ្នែកបច្ចេកវិទ្យាវប្បធម៌សេដ្ឋកិច្ចក្រោមការដឹកនាំរបស់អធិរាជដំបូងព្រះនាមតៃស៊ូរាជវង្សសុងត្រូវបានបែងចែកជាពីរគឺសុងខាងជើងក្នុងឆ្នាំ960ដល់ឆ្នាំ1127នៃគ្រិស្តសករាជដែលមានរាជធានីនៅកៃហ្វេងចំណែកឯសុងខាងត្បូងគឺគិតចាប់ពីឆ្នាំ1127រហូតដល់ឆ្នាំ1279ក៏ជាសម័យកាលដែលមានការច្នៃប្រឌិតខ្ពស់ពួកគេអាចបង្កើតម្សៅកាំភ្លើងក្រដាសប្រាក់និងត្រីវិស័យហើយពួកគេក៏អាចរស់នៅរួមរស់ជាមួយរដ្ឋផ្សេងៗទៀតដែរដូចជាខ្សែរាជវង្សលាវនិងខ្សែរាជវង្សជីនក្នុងឆ្នាំ1279ក្រោមការដឹកនាំរបស់អធិរាជទី18ព្រះនាមចៅប៊ីនទ្រង់និងកងទ័ពសុងបានច្បាំងចាញ់កងទ័ពម៉ុងហ្គោលដែលដឹកនាំដោយគូប៊ីឡៃខាន់នៅសមរភូមិយ៉ាមិនដែលនេះជាការបិទបញ្ចប់នៃខ្សែរាជវង្សសុងតែម្ដងទី10គឺជាខ្សែរាជវង្សយៀនខ្ស
ខ្សែរាជវង្សយៀនគឺជារាជវង្សមួយដែលគ្រប់គ្រងប្រទេសចិនដែលដឹកនាំដោយម៉ុងហ្គោលនៅក្នុងសតវត្សទី13និងសតវត្សទី14ដែលបង្កើតឡើងនិងគ្រប់គ្រងដោយអធិរាជទី1ព្រះនាមគូប្លៃខាន់ក្នុងឆ្នាំ1271និងមានរយៈពេលរហូតដល់ឆ្នាំ1368រាជវង្សយៀនមានស្ដេចគ្រប់គ្រងទាំងអស់ចំនួន11រាជវង្សនេះត្រូវបានគេស្គាល់ថាបានបង្រួបបង្រួមប្រទេសចិនឡើងវិញអស់ជាច្រើនទសវត្សរ៍ស្ដេចចុងក្រោយរបស់រាជវង្សនេះព្រះនាមចាយ៉ាទូខានទូដែលគ្រងរាជក្នុងអំឡុងឆ្នាំ1328ដល់ឆ្នាំ1329និង1329ដល់1332រាជវង្សយៀនបានដួលរលំនៅក្នុងឆ្នាំ1368ដោយសារតែគ្រោះធម្មជាតិគ្រោះទុរភិក្សនិងភាពចលាចលក្នុងសង្គមការចុះខ្សោយផ្នែកនយោបាយទី11គឺខ្សែរាជវង្សមីងខ្សែរាជវង្សមីងគឺជាខ្សែរាជវង្សដែលបានកកើតឡើងបន្ទាប់ពីការផ្ដួលរលំនិងបណ្ដេញពួកម៉ុងហ្គោលចេញពីទឹកដីចិនដោយជោគជ័យនៅក្នុងឆ្នាំ1368ដែលដឹកនាំដោយលោកស៊ូយ៉ាងសានបន្ទាប់មកគាត់ក៏បានឡើងសោយរាជ្យនិងដាក់ព្រះនាមថាហុងវូក្នុងសម័យកាលរាជវង្សមីងគម្រោងសំខាន់ចាប់ផ្ដើមធ្វើឡើងដោយក្នុងនោះមានការជួសជុលកំពែងការសាងសង់ទីក្រុងហាមឃាត់នៅទីក្រុងប៉េកាំងចំពោះកងទ័ពក៏មានភាពល្បីល្បាញដែរសារតែបេសកកម្មដ៏ធំមួយដែលដឹកនាំដោយឧត្តមនាវីឯកជេហេនៅដើមសតវត្សទី15ដែលបានដឹកនាំកងទ័ពទៅដល់ឆ្នេរសមុទ្រភាគខាងកើតនៃទ្វីបអាហ្វ្រិកខ្សែរាជវង្សមីងមានព្រះចៅអធិរាជដែលសោយរាជ្យទាំងអស់ចំនួន16អង្គដែលបានគ្រងរាជ្យដែលមានអាយុកាលចាប់ពីឆ្នាំ1368ដល់ឆ្នាំ1644ពោលគឺប្រហែលជា276ឆ្នាំព្រះមហាក្សត្រចុងក្រោយដែលសោយរាជ្យនៃខ្សែរាជវង្សមីងព្រះនាមចុងសេនឬក៏ចុងជូយៀនទ្រង់បានសោយរាជ្យក្នុងឆ្នាំ1627ដល់ឆ្នាំ1644ទ្រង់គឺត្រូវបានធ្វើអត្តឃាតនៅក្នុងឆ្នាំ1644គឺនៅពេលដែលកងកម្លាំងបះបោលបានចូលទៅដល់ក្នុងទីក្រុងប៉េកាំងរាជវង្សឈីងគឺជាខ្សែរាជវង្សចុងក្រោយរបស់ប្រទេសចិនដែលបានគ្រប់គ្រងប្រទេសចាប់ពីឆ្នាំ1644រហូតដល់ឆ្នាំ1912រាជវង្សនេះគឺត្រូវបានបង្កើតឡើងដោយប្រជាជនម៉ាន់ជូដែលដឹកនាំទៅដោយព្រះចៅអធិរាជទី1ព្រះនាមស៊ុនជឺក្នុងអំឡុងក្នុងឆ្នាំ1644ទោះយ៉ាងណាក៏ដោយបិតារបស់ព្រះអង្គគឺតៃហុងជឺបានប្តូរឈ្មោះរាជវង្សជាផ្លូវការគឺពីរាជវង្សចិនក្រោយមកហៅថាមហាឈិងនៅក្នុងឆ្នាំ1636ដែលធ្វើឲ្យព្រះអង្គក្លាយជាព្រះចៅអធិរាជដំបូងគេនាសម័យនោះចំនួនព្រះមហាក្សត្រដែលបានគ្រងរាជ្យនៅក្នុងសម័យរាជវង្សឈីងគឺមានចំនួន10អង្គអធិរាជទី1គឺព្រះនាមស៊ុនជឺគ្រងរាជ្យក្នុងឆ្នាំ1644ដល់ឆ្នាំ1661ហើយអធិរាជចុងក្រោយនៃរាជវង្សឈិនគឺអធិរាជស៊ុនតុងដែលយើងស្គាល់ឈ្មោះថាគឺពូយីដែលទ្រង់បានសោយរាជ្យក្នុងឆ្នាំ1909រហូតដល់ឆ្នាំ1911ព្រះចៅអធិរាជពូយីគឺត្រូវបានឡើងសោយរាជ្យក្នុងឆ្នាំ1908គឺទ្រង់មានជន្មាយុ2ឆ្នាំបន្ទាប់មកព្រះអង្គក៏បានត្រូវគេបង្ខំឲ្យដាក់រាជសម្បត្តិវិញនៅក្នុងឆ្នាំ1912ដែលជាការបញ្ចប់របបរាជានិយមនៅក្នុងប្រទេសចិនតែម្ដងហើយក៏ជាការចាប់កំណើតនៅរបបសាធារណរដ្ឋចិនដែលជាសករាជថ្មីផងដែរជីវិតចុងក្រោយរបស់ព្រះអង្គពូយីត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងទីក្រុងហាមឃាត់មួយរយៈមុនពេលត្រូវបានគេដកចេញនៅក្នុងឆ្នាំ1924ក្រោយមកព្រះអង្គបានបម្រើការងារជាព្រះចៅអធិរាជអាយ៉ងនៃរដ្ឋម៉ាន់ឈូគូដែលគាំទ្រដោយជប៉ុនគឺក្នុងអំឡុងឆ្នាំ1934ដល់ឆ្នាំ1945ចុងបញ្ចប់នៃជីវិតរបស់ទ្រង់គឺទ្រង់ត្រូវបានគេចាប់ខ្លួនដោយសហភាពសូវៀតក្រោយមកត្រូវបានបញ្ជូនទៅប្រទេសចិនព្រះអង្គក៏ត្រូវបានគេលើកលែងទោសនៅក្នុងឆ្នាំ1959ហើយបានចំណាយជីវិតចុងក្រោយរបស់ទ្រង់គឺជាអ្នកថែស៊ូននិងជាអ្នកនិពន្ធនៅទីក្រុងប៉េកាំងព្រះចៅអធិរាជពូយីទ្រង់បានចូលទីមង្គតនៅថ្ងៃទី17ខែតុលាឆ្នាំ1967នៅទីក្រុងប៉េកាំងប្រទេសចិនដោយសារតែជំងឺមហារីកតម្រង់នោមនេះគឺជាប្រវត្តិនៃការកកើតខ្សែរាជវង្សចិនតាំងពីដើមរហូតដល់ចប់សូមអរគុណដែលបានទស្សនា